เรียบซัวบองปอนต่างគ្នាថ្ងៃនេះយើងមកមើលទូកដែលល្បីខ្លាំងមែនតែនបាទសឹងថាជន់ផ្អៀងខេត្តកំពង់ឆ្នាំងឥឡូវបានមកលាក់ខ្លួនមកសង្ងំលាក់ខ្លួនអស់ជាច្រើនឆ្នាំហើយឥឡូវគឺយើងមកមើលទាំងអស់គ្នាបាទដែលទូកនេះគឺល្បីល្បាញខ្លាំងមែនតែនបាទកំឡុងពេលឆ្នាំ2000 2001 2002 2003បាទគឺជើងឯកបាទជើងឯកដែលថានៅខេត្តកំពង់ឆ្នាំងនេះគឺទូកនឹងល្បីដាច់គេហ្មងបាទដែលបងប្អូនដឹងហើយថាទូកនឹងមានឈ្មោះអីបាទទូកនឹងគឺឈ្មោះថាសម្ដេចចៅវាំងគង់កំពង់ត្រឡាចបាទដែលនៅខាងកំពង់ត្រឡាចយើងហ្នឹងដែលទូកនេះគឺជាទូករបស់វត្តសិរីមង្គលបាទស្ដីសិរីមង្គលវត្តយើងនៅខាងកំពង់ត្រឡាចហ្នឹងហើយទូកនេះគឺល្បីល្បាញខ្លាំងមែនតើការជំនាន់មុននិយាយវាថាអ៊ំស៊ីដាច់គេដាច់ឯងមកគ្រាន់តែនឹកឡើងព្រឺសវល់បាទព្រឺសវល់គិញគក់បាទនេះមើលសណាមអុកអ្នករំក្បាលទូកគាត់អុកដើម្បីយកចង្វាក់ក្នុងការប្រណាំងហើយទូកនេះស្អាតខ្លាំងមែនតើមើលក្បាច់ពណ៌ឡើងភ្លឺថ្លាហើយខានអ៊ំប្រហែលឆ្នាំហើយបាត់មុខបាត់មាត់ពីពិភពគុណហើយឆ្នាំនេះអត់បានចុះអ៊ំទេដោយសារទូកនឹងគឺថាល្បីល្បាញតាំងពីជំនាន់ទូកមុនជំនាន់សេរីចាស់ស្គាល់ហើយឆ្នាំ2000 2001 2002 2003 2004ឡើងមកហ្នឹងហើយទូកនេះស្អាតខ្លាំងធ្លាប់ប្រកួតនិយាយរួមទៅចំណោះទូកនេះគឺចំណោះ70បាទចំណោះ70អញ្ចឹងហើយទូកនេះគឺទូកគីឡូធ្ងន់របស់វត្តស្ដីសិរីមង្គលនៅខាងកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងហើយយើងគាត់ទៅមើលក្បាច់នេះគឺក្បាច់ភ្ញីបុរាណមើលទៅឃើញស្អាតខ្លាំងមែនតែនហើយកាលពីមុនហ្នឹងគឺថាអ៊ំស៊ីដាច់ទាំងអស់មកកំពង់ឆ្នាំងអ្នកណាមិនស្គាល់ទូកងោវត្តសិរីស្ដីមង្គលសម្ដេចចវាវាំងហ្នឹងគឺថាឥឡូវយើងមើលទូកនឹងមកជុំសិនទៅបាទទូកនេះអត់មានបណ្ណេះទេគឺឈើមួយទាំងមូលលងជាទូកហ្មងអញ្ចឹងទូកស្អាតខ្លាំងមែនតើហើយការជំនាន់មុនយើងថាអ៊ំនេះអាកន្លែងកកវានេះចាក់បែកទឹកខ្សាយពុះញែកទឹកជាពីរហ្មងគួរណាឆ្នាំនឹងលាក់ខ្លួនសនិយាយថាទូកចាស់បុរាណហើយទូកនេះល្បីតាំងពីជំនាន់អាមហាគ្រុឌអីនោះបាទគឺថាចំណោះ70ហ្នឹងគឺទូកគីឡូធ្ងន់ហើយគីឡូធ្ងន់ខ្លាំងហើយយើងមើលនៃឆ្នាំបាទអានេះឆ្នាំចាស់ហើយអានេះឆ្នាំថ្មីគឺថាលេបឆ្នាំថ្មីលេបក្រោយតែអានេះឆ្នាំចាស់ឃើញទេរបបអាឆ្នាំថ្មីទៅចេញអាឆ្នាំចាស់មកនេះការមុនទូកនឹងហើយល្បីនិយាយពីថាមកកំពង់ត្រឡាចមកខេត្តកំពង់ឆ្នាំងអ្នកណាមិនស្គាល់ទូកនេះមួយចវាគឺថាចំណុះ70ទូកគីឡូធ្ងន់ខ្លាំងនេះសម្ដេចចៅវាវាំងគង់កំពង់ត្រឡាចនេះទូកល្បីកាលពីជំនាន់មុនមើលសាក់យន់សាក់អីនេះនិយាយពីថាមើលបាតទូកចេញជាពីរពណ៌ហើយណាទូកនេះមិនទូកថ្មីទេណាយើងមើលនេះអានេះពណ៌ចាស់អានេះពណ៌ថ្មីនេះដល់ពេលវារបបឆ្នាំថ្មីទៅវាចេញអាឆ្នាំចាស់ថាទូកស្អាតយកតែមែនតែណាទូកហ្នឹងការជំនាន់មុនល្បីខ្លាំងណាស់កាលឆ្នាំ2000 2001 2002 2003នោះមើលនិយាយពីថាអ៊ំបែកទឹកសពោងមកចាក់បន្លោះល្បីខ្លាំងឥឡូវមិនគួរណាឆ្នាំហ្នឹងអត់បានចុះអ៊ំគេទេគឺថាទូកបុរាណខ្លាំងហើយយើងចំណាំមើលទូកខ្លាំងលើខ្សោយសំខាន់លើខ្ទង់ទេកាលណាបើយើងចេះធាក់ខ្ទង់ត្រូវរៀបខ្ទង់ត្រូវគឺទូកនឹងលឿនណាបាទហើយទូកដែលលឿនខ្លាំងមែនតើណាគឺជាទូកដែលធាក់ខ្ទង់ចិត្តអស់បាទអញ្ចឹងយើងមើលទាំងអស់គ្នាទៅបាទទូកនេះគឺទូកចំណុះ70អញ្ចឹងវាច្រើនមែនតើហើយមកដល់កន្លែងនេះសិតតែកន្លែងសំខាន់ហើយមើលកតុយបាទកតុយទូកងោខ្ពស់ស្លាស់ហ្មងបាទគ្រាន់តែយើងមើលគ្រាន់តែតកល់កតុយទូកផត់ខ្ពស់ណាស់ហើយទូកស្អាតទូកខ្លាំងទូកល្បីទូកកែទូកនេះលាក់ខ្លាំងលាក់ខ្លួនណាបងប្អូនមិនមែនទូកយើងសេរីក្រោយទេគឺទូកជំនាន់ដើមបាទទូកជំនាន់ដើមឲ្យមើលបាតបើទូកនេះល្អស្ដាយទូកបុរាណទូកនេះទូកបុរាណហ្មងទូកបុរាណបាទ
ទូបុរាណសេរីជំនាន់ជើងចាស់បាទសេរីជាមួយអាមហាគ្រុឌអាមជុលពេជ្រអាតុងសយហ្នឹងគឺសេរីគ្នាគេហ្នឹងហើយការជំនាន់2000 2001អី2002អីហ្នឹងគឺសេរីទូកលេងដល់កហើយជំនាន់ហ្នឹងឥឡូវទូកចាស់ចាស់ចូលនិវត្តន៍អស់ហើយឥឡូវមកទូកថ្មីសរាយសែនជ័យសរាយដែលចូលសែនជ័យអីគឺថាសេរីទូកគឺសិតតែកម្ពូលទូកទាំងអស់បាទហើយទូកវត្តនេះមាន2មានទូកខ្លីមួយទៀតបាទទូកខ្លីមួយទៀតបាទដូចនៅខាងនោះបាទទៅនៅខាងនោះមានទូកខ្លីមួយទៀតនេះទូកខ្លីមួយទៀតនេះទូកខ្លីនេះគឺថាទូកចំណោះតាខ្សែជាងឯងប៉ុន្តែនិយាយថាល្បីដូចគ្នាជំនាន់ហ្នឹងតាមើលអូឡើងស្រួចស្លឹមហ្មងណាចឹងគេថាទូកការជំនាន់ដើមមួយមិនមែនចេះតែធ្វើទេបងប្អូនគឺថាគេមានរបៀបរបបក្នុងការធ្វើបាទធ្វើមុខទូកយ៉ាងម៉េចឲ្យពុះឲ្យញែកទឹកជាពីរធ្វើម៉េចកុំឲ្យវាលបឿនវាអាក់បាទហើយនេះគឺច្បាលេង7បាទយកមកដាក់គឺថាស្ដាយសំណោះទូកបុរាណគឺថាឥឡូវយកមកតម្កល់ទុកនៅក្នុងវត្តស្ដីសេរីមង្គលហើយនៅខាងកំពង់តឡាចហើយបងប្អូនចង់មកមើលក៏អាចមកមើលបានបាទព្រោះទូកនេះទូកល្បីកាលពីជំនាន់មុនខ្លាំងនេះមើលខាងក្រោមគេធ្វើស្រួចចឹងដើម្បីឲ្យជ្រែកទឹកពេលដែលអុំទៅគឺថាដូចនៀកលេងទឹកចឹងគឺវាអណ្ដែតលើទឹកជ្រាកទឹកបែកទឹកហ្មងបាទចឹងឃើញថាយកមករក្សាទុកនៅក្នុងវត្តស្ដីសេរីមង្គលបាទនេះវត្តស្ដីសេរីមង្គលយើងនៅខាងកំពង់តឡាចខេត្តកំពង់ឆ្នាំងយើងហ្នឹងហើយទូកហ្នឹងគឺការចំណន់មុនល្បីខ្លាំងមែនតើប្រកួតបានពានរង្វាន់ច្រើនសិតតែជ័យលាភីសិតតែទូកបកាយខ្លាំងឥឡូវចូលនិវត្តន៍អស់ហើយតាមមើលបានយកមករំកល់ទុកលេងចុះលេងអីហើយស្ដាយខ្លាំងមែនតើចឹងអូខេមែនតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាចង់មកមើលអាចមកមើលបាននៅវត្តស្ដីសេរីមង្គលខាងកំពង់តឡាចខេត្តកំពង់ឆ្នាំងយើងហ្នឹងអូខេបាយស្ដាយរបស់បុរាណយើងគួរជួយចែកម្លែកគ្នាបានស្គាល់បានដឹងទាំងអស់គ្នាបាទបាយជួបគ្នាវីដេអូក្រោយ